ណែនាំខ្លួនខ្លះពាក់ព័ន្ធជាមួយនឹងមេរៀនរបស់លោកគ្រូបាទជីវប្រវត្តិរបស់លោកគ្រូសូមខ្លីៗណាលោកគ្រូអត់សូមលំអិតទេបាទដោយសារទុកពេលវេលាយើងរៀនវិញជីវប្រវត្តិលោកគ្រូបាទលោកបងអាចស្គាល់លោកគ្រូបានថាលោកគ្រូតូស៊ីនីបាទអាចស្គាល់លោកគ្រូបានហ្នឹងណាបាទអាចហៅលោកគ្រូថាលោកគ្រូតូស៊ីនីបានហើយជីវប្រវត្តិរបស់លោកគ្រូការអប់រំអាជីពហើយនឹងការអប់រំរបស់លោកគ្រូអាជីពនិងជីវប្រវត្តិខ្លីលោកគ្រូបានបញ្ចប់ថ្នាក់បញ្ញាបត្រទស្សនវិជ្ជាពុទ្ធសាសនាបាទនៅក្នុងសាកលវិទ្យាល័យមួយនៅក្នុងរាជាណាចក្រកម្ពុជាและស្រុកខ្មែរយើងហ្នឹងបាទមួយទៀតលោកគ្រូក៏បានបញ្ចប់ថ្នាក់បញ្ញាបត្រមួយទៀតដែរពាក់ព័ន្ធជាមួយនឹង education បាទនៅវិទ្យាឋានមួយរាជធានីភ្នំពេញបាទហើយលោកគ្រូក៏បានបញ្ចប់ថ្នាក់បញ្ញាបត្រមួយទៀតដែរ3បាទក្នុងទន្ទឹមខុសគ្នាពីថ្ងៃពីឆ្នាំតិចដែរនៅក្នុងផ្នែក management បាទនៅសាកលវិទ្យាល័យមួយនៅក្រុងរាជធានីភ្នំពេញសាកលវិទ្យាល័យធនធានមនុស្សហើយលោកគ្រូក៏បានបញ្ចប់ថ្នាក់បញ្ញាបត្រជាន់ខ្ពស់ហៅថា MBA នេះបាទនៅសាកលវិទ្យាល័យផ្នែកគ្រប់គ្រងពាណិជ្ជកម្មបាទនៅសាកលវិទ្យាល័យ Bangkok University បាទនៅប្រទេស Thailand បាទហើយនេះពាក់ព័ន្ធជាមួយនឹងកិច្ចការងារឬក៏អាជីពដែលលោកគ្រូធ្លាប់ធ្វើកន្លងមកហើយបាទជាមួយនឹងលោកគ្រូធ្លាប់ជាអ្នកគ្រប់គ្រងទូទៅមួយនៅក្រុមហ៊ុន Manpower Co Ltd Natanan Manpower Co Ltd បាទហើយនៅប្រទេសជាថៃក៏លោកគ្រូធ្វើនៅក្នុង Thailand ហើយមួយទៀតគឺលោកគ្រូបានក៏ធ្លាប់ជាអ្នកបកប្រែផ្ទាល់មាត់ការ NGO មួយហើយក៏លោកគ្រូធ្លាប់ជាអ្នកជំនួយការផ្ទាល់នៅរបស់នាយកគ្រប់គ្រងនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រមួយវិញទៀតលោកគ្រូក៏ជាគ្រូបង្រៀនវិទ្យាការបាននៅសាកលវិទ្យាល័យដូចជា Saigon University វិទ្យាឋានវណ្ណដាPU សាកលវិទ្យាល័យបញ្ញាសាស្ត្រសាកលវិទ្យាល័យបញ្ញាជាតិនិងសាកលវិទ្យាល័យវិទ្យាឋានមួយចំនួនដែលលោកគ្រូបានដាក់ឈ្មោះបាទជាដើមនេះជាជីវកិច្ចអាជីពរបស់លោកគ្រូបាទអាជីពការងារដែលលោកគ្រូធ្លាប់ឆ្លងកាត់កន្លងមកហើយនេះគឺជាអនុស្សាវរីយ៍មួយដែលថ្ងៃទទួលលោកគ្រូទទួល graduate បាទបងដែលជាឆ្ងល់លោកគ្រូអតីតជាអ្នកបួសបាទនៅក្នុងឆ្នាំចុងក្រោយបញ្ញាបត្រចុងក្រោយរបស់លោកគ្រូនេះបាទផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិហើយនេះគឺជាថ្ងៃ graduate នៅក្នុងឆ្នាំ2016បាទដែលថ្ងៃដែលលោកគ្រូទទួលសញ្ញាបត្របាទថ្នាក់ master ហៅថា MBA បញ្ញាបត្រជាន់ខ្ពស់បាទដែលបងបានឃើញនៅក្នុងទីនេះដោយលោកគ្រូបាន inform ខាងដើមអញ្ចឹងលោកគ្រូធ្លាប់ជាធ្វើការងារនៅ NGO បាទនៅអង្គការក្រៅរដ្ឋាភិបាលមួយខាងដើមខាងលើដែលគ្រូជាអ្នកបកប្រែផ្ទាល់មាត់ហើយពួកយើងរៀនជាមួយគ្នាបានកិច្ចការងារមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងរឿងចំណេះដឹងក្នុងសង្គមហើយនេះគឺជា team workmate បាទ classmate របស់លោកគ្រូដែលថ្នាក់ចុងក្រោយហើយរូបលោកគ្រូស្រួលចំណាំទេបាទជាប្រសង់អតីតជាអ្នកបួសខុសគេម្នាក់ឯងអូខេនេះគឺជាជីវប្រវត្តិសង្ខេបខ្លីរបស់លោកគ្រូដែលនឹងបានប្រាប់ទៅដល់សុធាវីទទួលលោកគ្រូបានទេសុធាវីបានឈើបាទអូខេមានអីអាចសួរលោកគ្រូបានបាទអូខេអញ្ចឹងយើងចូលទៅដល់ចំណុចនៃមេរៀនរបស់យើងនឹងតែម្ដងថ្ងៃនេះលោកគ្រូនឹងបញ្យល់ពាក់ព័ន្ធជាមួយនឹងមេរៀនរបស់យើងគេហៅថា critical thinking ហៅ PHI 105បាទ critical thinking គឺយើងនិយាយឲ្យជាភាសាខ្មែរគឺថាគឺការត្រេះរិះពិចារណាឲ្យបានស៊ីជម្រៅកាលណាមនុស្សដែលមានការត្រេះរិះបានស៊ីជម្រៅប្រហែលគាត់គិតបានវែងឆ្ងាយគាត់គិតដឹងខុសដឹងត្រូវរាល់ការនិយាយរាល់ការគិតអីត្រូវមានហេតុផលនៅក្នុងការទាំងអស់ហ្នឹងគឺបានមកពីការ critical thinking គឺការចេះគិតបែបស៊ីជម្រៅលោកគ្រូលើកពីទស្សនៈរបស់
របស់អ្នកប្រាជ្ញមួយលោកថា Dr. Martin Luther King គឺគាត់ជាជនជាតិស្បែកខ្មៅអាមេរិកជនជាតិស្បែកខ្មៅគាត់ថាមានតែមុខងារមួយមុខងារនៅក្នុងការអប់រំមួយទេដែលអាចធ្វើឲ្យមនុស្សចេះគិតស៊ីជម្រៅហើយនឹងពិចារណាដែលមានហេតុផលអញ្ចឹងលោកបានលើកឡើងថាមនុស្សដែលមានការទទួលការអប់រំខ្ពស់មនុស្សដែលមានការឆ្លងកាត់បទពិសោធន៍នៅក្នុងការរៀនសូត្របានច្រើនឬក៏ទទួលបានការអប់រំបានច្រើននឹងគាត់ថាមានការគិតស៊ីជម្រៅអញ្ចឹងហើយបានសង្គមបច្ចុប្បន្នគេផ្ដល់តម្លៃទៅលើអ្នកដែលរៀនបានច្រើនដូចជាចប់បរិញ្ញាបត្រជាន់ខ្ពស់ឬក៏ថ្នាក់ PhD ឬក៏បណ្ឌិតអីជាដើមនេះជាយោងទៅលើតាម Martin Luther King បានលើកឡើងមានតែការគិតស៊ីជម្រៅគឺមនុស្សដែលមានការគិតខ្ពស់តែមានតែការអប់រំឯអាចមនុស្សផ្លាស់ប្ដូរក្នុងការគិតបានអូខេតោះហ្នឹងណាភាវិនតោះហ្នឹងណាតន់ឈើបាទអញ្ចឹងបងប្អូនអាចមានកដាស់មានសភៅឲ្យបងប្អូនអាច take note តិចទៅបើលឿនពេកប្រាប់លោកគ្រូវិញថាលឿនពេកលោកគ្រូសុំបន្ថយអីចឹងលោកគ្រូនឹងបន្ថយតាមនឹងជាក់ស្ដែងអូខេឥឡូវយើងទៅមើលអំពីអ្នកដែលពូកែគិតត្រេះរិះដែលស៊ីជម្រៅហ្នឹងគឺយើងត្រូវយល់ដឹងពីមួយចំនួនដែរដែលពាក់ព័ន្ធជាមួយនឹងពូកែគិតហ្នឹងណាការគិតត្រេះបានស៊ីជម្រៅហ្នឹងគឺកើតឡើងមកពីមនុស្សដែលពូកែអានបាទពូកែអាននេះកន្លែងត្រង់ចំណុចនេះបាទពូកែស្រាវជ្រាវដោយសារលោកគ្រូអត់ទៅលាតទៅតាមបានអញ្ចឹងពិបាក show បាទអញ្ចឹងពូកែអានពូកែស្រាវជ្រាវកាលណាដែលមនុស្សគាត់គឺពូកែគិតហ្នឹងគឺគាត់ពូកែស្រាវជ្រាវពូកែរុករកពូកែស្វែងរកពូកែតែគាត់ឆ្ងល់គាត់ស៊ូគាត់ចាប់ផ្ដើមអានណាកាត់ចាប់ផ្ដើម search គេហៅថា search ស្រាវជ្រាវឬក៏គាត់អានហើយមនុស្សដែលពូកែគិតត្រេះរិះពិចារណាគឺជាមនុស្សពូកែឆ្លើយតបដែលមានហេតុផលឆ្លើយតបដោយមានកតេបណ្ឌិតឆ្លើយតបដោយមានការគិតខ្ពស់ឆ្លើយតបដោយមានការយល់ដឹងខ្ពស់អញ្ចឹងទៅឆ្លើយតបមិនមានប្រកបដោយក្រមសីលធម៌ឆ្លើយតបប្រកបដោយវិជ្ជាជីវៈបាទស្រាវជ្រាវមានឯកសារពាក់ព័ន្ធមានរបាយការណ៍មានច្បាស់លាស់មានតលហិកមានទិន្នន័យអីចឹងទៅបាទអញ្ចឹងអស់ហ្នឹងហើយគឺអ្នកដែលប្រកែកគិតត្រេះរិះហើយគឺតែងជាមនុស្សមួយដែលតែងគិត positive មិនដែលគិតរឿងអវិជ្ជមានទៅលើនេះមុននឹងការសម្រេចចិត្តការគិតទៅលើអ្វីមួយគឺ positive រហូតអត់មាន negative ទេទន្ទឹមពីនឹងក៏ជាមនុស្សពូកែវិភាគដែរបាទវិភាគទាំងអស់វិភាគពីដើមពីចុងពីកដាលពាក់ព័ន្ធជាមួយនឹងរឿង3យើងវិភាគទាំង3អត់អាចវិភាគតាមមួយទេចោល2ទេវិភាគ2ចោល1បានទេរឿងចុងភូមិដើមភូមិកដាលភូមិត្រូវតែប្រមូលព័ត៌មានអស់ហើយបានចាប់ផ្ដើមវិភាគហើយចាប់ផ្ដើមការសម្រេចចិត្តនៅក្នុងការឆ្លើយការនិយាយការលើកឡើងអីចឹងទៅបាទហើយក៏ជាមនុស្សអាត្មានិយម altruism នេះនិយាយទៅមិនត្រឹមតែមនុស្សដែលចេះគិតពិចារណាហ្នឹងគឺមិននាំអ្នកដតីឲ្យអាត្មានិយម altruism ហ្នឹងនិយាយអំពីអាត្មានិយមយមហ្នឹងតែមិននាំអ្នកដតីឲ្យប្រព្រឹត្តខុសមិននាំអ្នកដតីឲ្យដើរផ្លូវខុសបើសិនជាយើងជាអ្នកដឹកនាំយើងបង្ហាញដឹកនាំឲ្យប្រជាពលរដ្ឋត្រូវបើយើងជាគ្រូបង្រៀនយើងបង្ហាញឲ្យកូនសិស្សដើរផ្លូវត្រូវដឹងពីសង្គមដឹងពីតម្លៃកន្លែងការងារតម្លៃសង្គមរបៀបណាអីចឹងទៅមិននាំកូនសិស្សទៅបាតកម្មផ្ដួលរំលំរដ្ឋាភិបាលអីចឹងទេអាហ្នឹងជាឧទាហរណ៍ណាហ្នឹងអ្នកដែលគិតចេះត្រេះរិះស៊ីជម្រៅបាទគេហៅ altruism ក៏ជាមនុស្សបកែបកែទំនាក់ទំនងទាំងការទូតទំនាក់ទំនង oral communication written communication គឺជាមនុស្សបកកែទំនាក់ទំនងមនុស្សជុំវិញរបៀបណាក៏យើងអាចទំនាក់ទំនងបានដែរបាទហើយក៏ជាមនុស្សបកកែវិនិច្ឆ័យទៅតាមស្ថានភាពព័ត៌មានបាទ assess ហើយនឹង judge information បាទវិនិច្ឆ័យតាមស្ថានភាពព័ត៌មានជាស្ដែងក៏ជាមនុស្សបកកែដោះស្រាយបញ្ហាដែលគេហៅថា problem solving ជាដើមហើយក៏ជាមនុស្សពូកែសម្រេចចិត្តលឿនហើយត្រឹមត្រូវឯងបាទមិនមែនថាសម្រេចចិត្តខុសសម្រេចចិត្តលឿនហើយខុសឯណាបាទហ្នឹងទាំងអស់ហ្នឹងគឺមកពីអ្នកដែលពូកែគិតត្រេះរិះពិចារណាហើយក៏ right thought គឺជាមនុស្សពូកែគិតបាទគិតតែត្រ
ត្រូវមានសតិមានសម្បញ្ញៈដឹងខុសដឹងត្រូវដឹងពេលវេលានេះយ៉ាងម៉េចពីកលៈទេសៈមួយទៀតពាក់ព័ន្ធជាមួយនឹងបកាយនិយាយ right speak បាទនិយាយត្រូវការត្រូវពេលវេលាត្រូវកលៈទេសៈនិយាយត្រូវមនុស្សពេលណាដែលគួរនិយាយពេលណាមិនគួរនិយាយសង្គមបែបនេះដែលយើងគួរនិយាយយ៉ាគ្រោះថ្នាក់ដល់ខ្លួនឯងសង្គ្រោះថ្នាក់ដល់អ្នកដទៃនិងគ្រោះថ្នាក់ដល់សង្គមជាតិអីចឹងទៅបាទហើយក៏ជាមនុស្សពូកែស្ដាប់ដែរបាទកែស្ដាប់ណាកែស្ដាប់យកមកវិស្ដាប់ហើយពីឆ្វេងពីស្ដាំហើយយកមកវិភាគហើយចាប់ផ្ដើមសម្រេចចិត្តថាតើរឿងនឹងគួរជឿឬមិនគួរជឿចុងក្រោយបញ្ជាក់ថាគឺជាមនុស្សមិនមានភាពលំអៀង unbiased នេះគឺមិនមានភាពលំអៀងគឺជាមនុស្សដែលកតាលដែលជាមនុស្សមួយដែលប្រកាន់សច្ចភាពទៀងត្រង់រាល់ការគិតហ្នឹងគឺប្រកបដោយវិជ្ជាជីវៈហើយគឺជាមនុស្សប្រកែកគិតបែបបានស៊ីជុំអីគេស៊ីជុំរឹកម្ដងអូខេនៅក្នុងមួយ slide នេះរឿង detail បន្តិចតែតន់ណាបងតន់ណាបាទតន់ឆើបាទតន់ណាអូខេមានអីសួរលោកគ្រូវិញទេបាទមានអីសួរលោកគ្រូទេបាទអត់ទេលោកគ្រូអត់ទេណាបាទចាស់ឡើងយើងទៅទៀតយើងចូលនៅក្នុងនៃមេរៀនរបស់យើងចាបាទយើងចូលទៅក្នុងនេះមេរៀនរបស់យើងដែលយើងcritical thinking ការគិតត្រេះរិះពិចារណាបានស៊ីជម្រៅអញ្ចឹងដោយលោកគ្រូបានបញ្ជាក់ខាងដើមមកអញ្ចឹងការគិតត្រេះរិះស៊ីជម្រៅគឺតែងតែមានវិជ្ជមានណាអញ្ចឹងគឺសេចក្តីផ្ដើមក្នុងការគិតបាទសេចក្តីផ្ដើមក្នុងការគិតឲ្យបានត្រេះជ្រៅបានស៊ីជម្រៅនឹងមានហេតុផលមនុស្សដែលមានបកែអានបកែស្រាវជ្រាវដោយលោកគ្រូលើកឡើងខាងដើមអញ្ចឹងយើងនឹងចូលទៅដល់ introduction មុននឹងយើងចូលទៅដល់នៅក្នុងនេះលោកគ្រូយើងនឹងលោកគ្រូឲ្យដឹងអំពីដែលយើងនឹងសិក្សាថ្ងៃនេះបាទយើងនឹងសិក្សា chapter outline យើងនឹងដឹងបាទយើងនឹងសិក្សាអំពីតើការគិតត្រេះរិះស៊ីជម្រៅហ្នឹងមានន័យដូចម្ដេចបងអូននឹងដឹងនៅក្នុងថ្ងៃហ្នឹងបាទហើយទី2យើងក៏ត្រូវតែអ្នកដែលបកកែគិតអានស៊ីជម្រៅហ្នឹងគឺត្រូវមានធាតុសមាសធាតុក្នុងការគិតណាមានរូបមន្តអាចទៅសមាសធាតុឬក៏ការគិតគេហៅថា element of thought បាទ element of thought ភាសាខ្មែរយើងថាធាតុផ្សំនៅក្នុងការគិតគឺមានក្បួននៅក្នុងការគិតឬរូបមន្តនៅក្នុងការគិតរបស់វាបាទទី3យើងនឹងដឹងអំពីវាក៏មានស្តង់ដារដែរគេហៅថា critical thinking standard ស្តង់ដារបញ្ញានៃការគិតវាមានលក្ខណៈស្តង់ដារដែរណាបាទវាមានដូចរូបមន្តក្បួនអីចឹងទៅហើយក៏ជាកំហុសមួយបាទយើងនឹងដឹងថា basic pitfall in critical thinking បាទកំហុសមូលដ្ឋាននៅក្នុងការគិតបាទយើងនឹងជជែកគ្នាតិចទៀតមិនយល់បាទយើងអានតែ content វាប្រហែលជារឿងពិបាកតិចគាត់នឹងសូមឲ្យតាមលោកគ្រូបន្តិចហើយអំពីអត្ថប្រយោជន៍ដែរបាទផលប្រយោជន៍អំពីអ្នកដែលពូកែគិតត្រេះរិះពិចារណាវាមានផលប្រយោជន៍របស់វាណាហើយក៏យើងចេះមើលពីលក្ខណៈរបស់មនុស្សដែរមនុស្សចេះលក្ខណៈរបស់មនុស្សពូកែគិតត្រេះរិះហ្នឹងយើងក៏រៀនមេរៀននេះហើយយើងនឹងចេះដឹងថាអ្នកកែគិតត្រេះរិះពិចារណាហ្នឹងមានលក្ខណៈបែបណាមួយទៀតពាក់ព័ន្ធជាមួយនឹងលទ្ធផលដែលយើងនឹងរំពឹងទទួលបានបញ្ចប់ពីមេរៀនហ្នឹងយើងបងអូននឹងយល់ដឹងធាវីនឹងយល់ដឹងថាតើត្រេះរិះពិចារណាការគិតត្រេះរិះពិចារណាស៊ីជម្រៅហ្នឹងគឺជាអ្វីហេតុអីបាទអូខេបន្ទាប់មកទៀតបងអូននឹងទទួលបានថាវាការគិតត្រេះរិះពិចារណាស៊ីជម្រៅហ្នឹងវាមានសមាសធាតុល្អប្រសើរសម្រាប់យើងដែលយើងគិតនៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងបាទក្នុងជីវិតរបស់យើងប្រចាំថ្ងៃណាវាដើរតួសំខាន់នៅក្នុងជីវិតនៅក្នុងសង្គមដែលយើងរស់នៅបច្ចុប្បន្នហើយព្រោះវាមានយើងចេះជ្រើសរើសបាទប្រើប្រាស់ស្តង់ដារបញ្ញានៃការគិតហ្នឹងដែលសម្រាប់ចិត្តដែលយើងត្រូវការប្រើបញ្ញាហ្នឹងឲ្យបានត្រឹមត្រូវបន្ទាប់មកទៀតយើងនឹងយល់ដឹងអំពីកំហុសនៅក្នុងការគិតមួយចំនួននៅក្នុងការយើងប្រើប្រាស់ជាមួយ critical thinking ហើយនឹង TV នឹងយល់ដឹងពីថាយើងធ្លាប់គិតខុសពីមុនមកយើងមេរៀននេះយើងនឹងអាចដឹងថាអ្វីដែលយើងធ្លាប់គិតខុសពីមុនមកវាអាចប្រែតែយើងអាចយកមកគិតឲ្យបានត្រឹមត្រូវវិញផងដែរបាទអាចជួយខ្លួនឯងជួយសង្គមជួយគ្រួសារឬក៏ជួយមនុស្សដែលនៅជុំវិញបាទបន្ទាប់មកទៀតយើងនឹងដឹង
យកអំពីគុណតម្លៃអំពីការគិតព្រះរិពិចារនៅចានៅយកមកឲ្យមកអនុវត្តក្នុងការសិក្សារបស់យើងកន្លែងរស់នៅរបស់យើងបច្ចុប្បន្នឬក៏កន្លែងការងារជីវិតរបស់យើងប្រចាំថ្ងៃដោយលោកគ្រូបញ្ជាក់ខាងដើមវាអាចជួយដោះស្រាយបញ្ហាយើងបានដែរដែលយើងចេះការគិតព្រះរិពិចារណាបន្តមកទៀតយើងនឹងសម្គាល់ឲ្យបានច្បាស់ចំពីអ្នកដែលពូកែគិតនិងអ្នកមិនពូកែគិតព្រះរិពិចារណាបានស៊ីជុំត្រូវបាទអូខេអញ្ចឹងតើហ្នឹងណាធីវីតើហ្នឹងណាលោកគ្រូจะdirectចូលដល់មេរៀនយើងតែម្ដងតើហ្នឹងណាបាទចាចាបងបាទអូខេតោះឥឡូវយើងចូលទៅដល់នៅក្នុងមេរៀនរបស់យើងចំណុចទី1ថា critical thinking ការគិតត្រេះរិះឲ្យបានស៊ីជម្រៅលោកគ្រូអាននៅក្នុងនេះបន្តិចលោកគ្រូថា critical here does not mean negative គេថាការគិតត្រេះរិះពិចារណាបានស៊ីជម្រៅមិនមែនមានន័យថាការគិតអវិជ្ជមានទេអញ្ចឹងត្រូវចាំថាកាលណាដែលគេគិតបែបស៊ីជម្រៅគេបដិសេធនៅគោលគំនិតយើងអ្វីមួយហ្នឹងគឺមិនមែនគេប្រឆាំងយើងទេបាទគេមិនមែនកុំច្រឡំថាគេប្រឆាំងនឹងយើងពេលគេបដិសេធគោលគំនិតយើងអ្វីមួយហេតុផលបែបនេះហេតុផលបែបនោះហ្នឹងគេអត់បានបដិសេធជាមួយគំនិតយើងទេដោយសាររាល់ការគំនិតមនុស្សតែងតែមានទស្សនៈក្នុងការគិតរៀងខ្លួនប៉ុន្តែរាល់ការគិតរបស់គេហ្នឹងគឺត្រូវតែមានហេតុផលបាទហេតុផលដែលយើងបានលោកគ្រូបានបញ្ជាក់ខាងដើមមានហេតុនិងផលហើយយកមកពិចារណាជាមួយនឹងរបៀបមិនវាមានភាពត្រឹមត្រូវឲ្យវាស្របទៅតាមវិទ្យាសាស្ត្រអត់វាស្របទៅតាមសង្គមអត់វាស្របទៅតាមទ្រឹស្ដីរបស់អ្នកណាបានលើកឡើងអត់អញ្ចឹងណាដូចឧទាហរណ៍លោកគ្រូលើកឡើងថាមានតែការអប់រំទេដែលអាចផ្លាស់ប្ដូរគំនិតមនុស្សឲ្យមានការគិតបានស៊ីជម្រៅយោងទៅលើទ្រឹស្ដីរបស់ Martin Luther King ដែលលោកគ្រូបង្ហាញខាងដើមមិញអញ្ចឹងពាក្យហ្នឹងមិនមែនលោកគ្រូអ្នកនិយាយទេគឺលោកគ្រូនិយាយទៅតាម Martin Luther King តនឡើយហ្នឹងទេធីវីតនឡើយហ្នឹងអត់តនចាបាទអញ្ចឹងមិនមែនលោកគ្រូអ្នកនិយាយទេពាក្យថាមុខងារនៃការអប់រំគឺបង្រៀនឲ្យចេះគិតត្រេះរិះចារនៅហ្នឹងគឺលោកគ្រូនិយាយតាម Martin Luther King អញ្ចឹងលោកគ្រូនិយាយហ្នឹងគឺមិនមែនគំនិតលោកគ្រូផ្ទាល់ទេគឺលោកគ្រូនិយាយមានប្រភពច្បាស់អីគេច្បាស់លាស់មានឯកសារច្បាស់លាស់តែឥឡូវហ្នឹងយើងអត់មានកំហុសក្នុងការគិតក្នុងការនិយាយទេដោយសារតែយើងនិយាយទៅតាមអ្នកប្រាជ្ញរកឃើញមុនរបាយការណ៍គេរកឃើញមុនអាហ្នឹងអញ្ចឹងណាអញ្ចឹងមិនមែនពីការវិជ្ជមានឬក៏ការបដិសេធជាមួយនឹងនរណាម្នាក់ទេតើហ្នឹងណាធីវីចាឈើតនបាទអត់មានអីសួរទេណោះលឿនពេកប្រាប់លោកគ្រូណាលឿនពេកប្រាប់លោកគ្រូចាគ្រូបាទអញ្ចឹងយើងអានជាមួយនិយមន័យទៀតគេថាលោកគ្រូសូមអានខ្មែរតែម្ដងពីរៀងលឿនបន្តិចការគិតត្រេះរិះពិចារណាបានស៊ីជម្រៅគឺជាការគិតដែលពាក់ព័ន្ធទៅលើចេះអនុវត្តចេះសំទោសពាក់ព័ន្ធនឹងអនុវត្តការអង្កេតនៅក្នុងការវិនិច្ឆ័យដែលប្រកបដោយជំនាញអញ្ចឹងត្រូវចាំថាអ្នកដែលគិតត្រេះរិះពិចារណារស៊ីជម្រៅគឺជាមនុស្សមានវិជ្ជាជីវៈបាទវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈជំនាញវិជ្ជាជីវៈជំនាញហ្នឹងបានមកពីណាធ្លាប់ឆ្លងកាត់ការអប់រំរៀនបានបញ្ញាបត្ររៀនបាន Master PhD អីចឹងទៅហើយឆ្លងកាត់បទពិសោធន៍កិច្ចការងារហ្នឹងបានច្រើនឆ្នាំអញ្ចឹងគាត់ដឹងវិនិច្ឆ័យមានហេតុផលមានរបាយការណ៍មានទិន្នន័យហើយរាល់ការអង្កេតហ្នឹងមិនមែនចេះតែអង្កេតទេបាទអង្កេតមានរបាយការណ៍ច្បាស់លាស់បាទហេតុផលច្បាស់លាស់ទិន្នន័យច្បាស់លាស់ហើយវាមានភាពពាក់ព័ន្ធគ្នាមិនមែនចេះតែដល់ជាងទៅប្រឆាំងគេយើងអត់មានហេតុផលណាមិនមែនត្រូវតែប្រឆាំងដឹងតែខុសប៉ុន្តែឲ្យត្រូវមានហេតុផលនៅក្នុងនឹងដែរបាទបន្ទាប់មកទៀតយើងចូលទៅដល់នៅក្នុងចំណុចមួយទៀតក៏បញ្ជាក់ថាអ្នកដែលគិតត្រេះរិះពិចារណាស៊ីជម្រៅមួយរូបនេះគេនិយាយថា a good critical thinker បាទហើយលោកគ្រូបាននេះណា a good critical thinker គឺដូចជាមនុស្សមួយរូបដែលមានវិចារណញាណបាទសមត្ថភាពក្នុងការគិតដោយប្រើវិចារណញាណប្រើគំនិតបាទគំនិតបញ្ញាបាទត្រូវកំណត់អត្តសញ្ញាណវិភាគវាយតម្លៃមានតលហិយកមានការអះអាងប្រកបដោយសច្ចៈ
ហើយប្រកបដោយប្រសិទ្ធភាពកន្លែងនេះចង់បញ្ជាក់ថាមនុស្សដែលពូកែគិតត្រេះរិះពិចារណាបានស៊ីជម្រៅនេះគឺជាមនុស្សមួយដែលមានសមត្ថភាពខ្ពស់ណាស់ដែលមានវិចារណញ្ញាណខ្ពស់មានគំនិតបញ្ញាមានកំណត់ចេះកំណត់អត្តសញ្ញាណបានច្បាស់លាស់វិភាគហ្នឹងគឺមានរបាយការណ៍ទិន្នន័យហើយអំណះប្រកបដោយសច្ចភាពនិងភាពត្រឹមត្រូវក្នុងនេះកាលណាដែលយើងអត់មានការមានរាល់ការគិតអត់មានសមត្ថភាពត្រឹមត្រូវទេយើងនឹងចាច់ខុសហើយយើងនឹងគិតណាម្នាក់ហ្នឹងខុសហើយយើងនឹងអានឹងហើយជាចំណុចមួយដែលយើងការគិតរបស់យើងហ្នឹងវា uncritical thinking របស់យើងវាការគិតរបស់យើងហ្នឹងបានរះណាដោយសារតែយើងអត់ធ្លាប់បានឆ្លងកាត់អ្វីមួយដែលយើងបានធ្លាប់រៀនឬក៏សិក្សានៅក្នុងទីនេះឯងតោះណា TV មួយ slide នេះតន់ឈើបាទយើងលោកគ្រូសូមមួយ slide ទៀតយើងចូលមកដល់នៅក្នុងចំណុចនៅក្នុងទីនេះអញ្ចឹងយើងថាcritical thinking ការគិតត្រេះរិះពិចារណាឲ្យបានស៊ីជម្រៅមានន័យថាការគិតឲ្យច្បាស់លាស់និងភាពវៃឆ្លាតមិនត្រឹមតែច្បាស់លាស់ទេណា TV មិនត្រឹមតែច្បាស់លាស់ទេត្រូវតែមានភាពវៃឆ្លាតហ្នឹងគឺមនុស្សមកពីការឆ្លងកាត់ការអប់រំដែលលោកគ្រូបញ្ជាក់នៅខាងដើមនឹងបាទត្រូវតែមានការមានភាពវៃឆ្លាតគិតច្បាស់ហើយមានការភាពវៃឆ្លាតនៅក្នុងការគិតទៅទៀតអញ្ចឹងនៅក្នុងទីនេះបើសិនជាយើងចង់គិតឲ្យបានល្អគិតប្រកបដោយបច្ចេកទេសភាសាអង់គ្លេសដាក់ថា what to think អ្វីដែលត្រូវគិតនិង how to think បាទតែយើងគិតអ្វីហើយយ៉ាងដូចគិតដូចមិនដេចបើសិនជាយើងចង់ដោះស្រាយបញ្ហាអ្វីមួយយើងត្រូវគិតសិនថាតើយើងគួរធ្វើបែបណាពេលដែលយើងគិតថាចង់ធ្វើបែបណាក៏យើងរកមធ្យោបាយនៅក្នុងការគិតដែរតើយើងគួរតែដោះស្រាយបញ្ហាបែបណាឧទាហរណ៍យើងថាយើងចង់ទៅរៀនផ្នែក business IT អញ្ចឹងតើយើងគួរគិតបែបណាហើយតើយើងរកមធ្យោបាយបែបណាដើម្បីបានទៅរៀននៅណាហើយទៅរៀននៅឯណាអាហ្នឹងជាចំណុចមួយដែលយើងត្រូវគិតណាបាទយើងទៅរៀននៅណាមិនមែនយើងត្រូវទៅផ្សារទេបាទត្រូវផ្សារទេឬរៀនទៅចង់ទៅរៀន business IT តើទៅសាលារៀនគ្រឹះស្ថានឧត្តមសិក្សាដែលយើងចង់បានណាបើយើងចង់ទិញទូរស័ព្ទបាទអញ្ចឹងយើងត្រូវគួរតែធ្វើរបៀបណាត្រូវតែចង់បានទូរស័ព្ទមួយគិតដូចម្ដេចត្រូវតែខំប្រឹងរៀនហើយមានការងារធ្វើយើងចង់បានទូរស័ព្ទ iPhone ប្រមាណ iPhone សេរីប៉ុណ្ណេះអញ្ចឹងទៅ what to think how to think អ្វីដែលយើងត្រូវគិតក៏យើងត្រូវមានមធ្យោបាយនៅក្នុងការគិតដែរដើម្បីដោះស្រាយបញ្ហាដែលកើតឡើងទាំងអស់ហ្នឹងហើយទាំងអស់ហ្នឹងគឺចេញមកពីណាគឺចេញមកពីគឺជាមនុស្សពូកែគិតត្រេះរិះពិចារណាឲ្យបានស៊ីជម្រៅដែលលោកគ្រូបានលើកខាងដើមជួ TV អញ្ចឹងពាក់ព័ន្ធជាមួយទាំងមនុស្សដែលពូកែគិតហ្នឹងគឺមកពីអីមកពីគាត់ធ្លាប់បានស្រាវជ្រាវច្រើនមកពីគាត់ឆ្លងកាត់បទពិសោធន៍ច្រើនមកពីគាត់ចេះវិភាគគាត់ចេះវាយតម្លៃប្រកបដោយបញ្ញារបស់គាត់អាហ្នឹងហើយជាចំណុចមួយហ្នឹងយើងទៅមើលពាក់ព័ន្ធជាមួយហ្នឹងអញ្ចឹងយើងមានអាការគិតហ្នឹងវាអត់ទាន់គ្រប់គ្រាន់ទេរៀនបានច្រើនក៏ដោយក៏អត់ទាន់គ្រប់គ្រាន់ដែរបើសិនជាយើងអត់មានសមាសធាតុនៅក្នុងការគិតសមាសធាតុហ្នឹងយើងអាចបកបានថាជារូបមន្តជាគន្លឹះនៅក្នុងការគិតក៏បានដែរគេហៅថា element of thought element of thought នៅក្នុងទីនេះរបស់អ្នកប្រាជ្ញមួយអ្នកប្រាជ្ញមិនមែនអ្នកប្រាជ្ញរាប់ពាន់ឆ្នាំទេដុកទ័រ Richard Pohl នេះបាទគឺជាអ្នកទស្សនវិជ្ជាទៅលើបណ្ដុះឬក៏ជាសាស្ត្រាចារ្យដែលបណ្ដុះគំនិតមនុស្សឲ្យយល់ដឹងអំពីការគិតត្រេះរិះពិចារណាហើយអ្នកដែលយករូបមន្តរបស់គាត់យកមកសិក្សាគឺតែងតែគិតមិនសូវមានកំហុសទេអញ្ចឹងនៅក្នុងទីនេះតោះណា TV លោកគ្រូសូមបញ្ជាក់មួយសារទៀតខ្ញុំលោទៅលោកគ្រូតន់ទៅបាទអូខេបាទអញ្ចឹងយើងមើលពីធាតុផ្សំក្នុងការគិតរបស់ដុកទ័រ Richard Pohl អញ្ចឹងដុកទ័រ Richard Pohl ថាបើចង់ការគិតឲ្យស៊ីជម្រៅយកសមាសធាតុរបស់គាត់ទាំង8នេះយកមក apply នឹងយកមកអនុវត្តបាទអនុវត្តប្រើប្រាស់វាដំបូងបំផុតគឺលោកឲ្យយើងគិតអំពីទៅលើអីទី1 the purpose គោលបំណងលោកគ្រូនឹងលម្អិតក្រោយទី2 question issue បាទដាក់សំណួរហើយទៅរកបញ្ហាបាទព័ត៌មានបាទបន្ទាប់មកទៀតបកស្រាយយកផ្នត់គំនិត assumption សន្និដ្ឋាន
រកពីហេតុផលហើយបង្ហាញអំពីទស្សនៈហៅថា point of view នេះយ៉ាងគ្រូនឹងជជែកពាក់ព័ន្ធជាមួយនឹង call ឡើងនេះ point of view ទស្សនៈរបស់យើងអូខេឥឡូវលោកគ្រូចូលដល់ direct តែម្ដងចូលដល់ចំណុចទី1កន្លែងនេះលោកគ្រូបកប្រែចាំលោកគ្រូទៅដាក់ slide ឲ្យក្រោយទៀតឥឡូវចំណុចទី1គាត់ថាបើសិនជាចង់ការគិតត្រេះរិះឲ្យស៊ីជម្រៅយកសមាសធាតុរបស់គាត់យកមកគិតមកបាទយកមកជាមួយដាក់គោលបំណងគោលបំណងឡើយនេះណាបាទគេហៅថា purpose គោលបំណងបានន័យថាគោលបំណងចង់ធ្វើអ្វីមួយត្រូវមានគោលដៅឲ្យបានច្បាស់លាស់បាទច្បាស់លាស់គាត់ផ្ដោតទៅលើអីគោលដៅវែងបើសិនជាយើងអ្នកធ្វើការងារបើនៅធ្វើការងារគួរតែធ្វើការងារនៅក្នុងក្រុមហ៊ុនមួយនឹងបានរយៈពេលប្រហែលឆ្នាំហើយយើងរៀនពីអ្វីពីក្រុមហ៊ុននឹងបាទអភិវឌ្ឍខ្លួនឯងពី hard skill និង soft skill បើសិនជាយើងរៀននៅមហាវិទ្យាល័យរយៈពេល4ឆ្នាំតើបងអូនត្រូវតែធ្វើម៉េចគោលដៅរបស់យើងណាចប់4ឆ្នាំហ្នឹងយើងគោលដៅរបស់យើងចង់បានបរិញ្ញាបត្រមួយសន្លឹកមានទាំងចំណេះដឹងចំណេះធ្វើមានទាំងវិជ្ជាជីវៈហើយនិងក្រមសីលធម៌នៅក្នុងការរស់ដើម្បីនៅក្នុងសង្គមឯជាដើមគោលដៅឲ្យបានច្បាស់លាស់ដាក់ផែនការយើងនឹងយើងគោលបំណងវិជ្ជាខាងដើមហ្នឹងអញ្ចឹងមាន goal មាននឹង object អីគេ objective ហើយបងប្អូនអាននៅក្នុងទីនឹងមកជាក់ស្ដែងមកក្នុងទីនេះបញ្ជាក់លក្ខអំពីគោលបំណងរបស់យើងឲ្យបានច្បាស់លាស់មកបាទកំណត់ហ្នឹងហើយមានភាពពាក់ព័ន្ធទៅលើចំណុចអ្វីដែលយើងចង់បានបាទហើយគោលដៅរបស់យើងផែនការវែងនិងផែនការខ្លីយ៉ាងបងហើយរឿងអ្វីដែលគោលបំណងដែលយើងចង់បានជាក់ស្ដែងនេះជាសមាសធាតុទី1ដែលដុកទ័រ Richard Paul សចេះឲ្យយើងយកគោលបំណងរបស់គាត់ដែល propose ហ្នឹងដើម្បីយកមក apply បាទតើអត់ភាវីតើនេះកន្លែងហ្នឹងចំណុចនេះអត់មានអីសួរទេណាបាទទៅស៊ីមកលោកគ្រូ direct slide មួយទៀតអត់មានទេលោកគ្រូបាទអូខេអរគុណអញ្ចឹងយើងចូលទៅដល់បន្ទាប់ទី2ទៅលើបន្ទាប់ពីយើងដាក់គោលបំណងហើយយើងដាក់ទៅលើសំណួរទៅលើបញ្ហាហ្នឹងបាទសំណួរទៅលើបញ្ហាមួយហ្នឹងហេតុអីបានយើងត្រូវទៅដោះស្រាយបញ្ហាហ្នឹងបើសិនជាបងអូនមករៀនមហាវិទ្យាល័យ4ឆ្នាំគោលបំណងជាធំផុតទី1ចង់បានបរិញ្ញាបត្រចប់បរិញ្ញាបត្រហើយថ្ងៃខាងមុខហ្នឹងមានការងារល្អដូចគេដូចរៀនច្បងដោយលោកគ្រូអ្នកគ្រូឬក៏ដូចម៉ាក់ប៉ារបស់យើងឬក៏បងប្អូនរបស់យើងដែលនៅស្រុកឬអ្នកស្រុកមកភូមិឬក៏អ្នកដែលនៅជិតខាងយើងអីចឹងទៅយើងដោះស្រាយបញ្ហាហ្នឹងណាបើសិនជាយើងដាក់គោលដៅរបស់យើងក្នុងមួយយើងរៀនមហាវិទ្យាល័យអញ្ចឹងឧទាហរណ៍បើយើងមើលឃើញអំពីសង្គមវិវាទគ្រោះថ្នាក់ចរាចរណ៍ច្រើនហេតុអីបានសង្គមស្រុកយើងតែមានគ្រោះថ្នាក់ចរាចរណ៍ឧទាហរណ៍លោកឧទាហរណ៍ហ្នឹងអញ្ចឹងវារងមើលពីបញ្ហាគោលបំណងរបស់យើងចង់ដោះស្រាយតែយើងគួរតែធ្វើម៉េចគាត់គោលបញ្ហាកើតឡើងមកពីបញ្ហាអីហើយបាទយើងទៅរកពីប្រភពបញ្ហាដើមនឹងកើតឡើងដែលកើតឡើងមកយើងដើម្បីដោះស្រាយមកពីអីផ្លូវវាតូចមកពីមនុស្សអត់គោរពច្បាប់ឃើញទេច្បាប់ដើម្បីចឹងពាក់ព័ន្ធជាមួយនឹងមកពីកត្តាបុគ្គលផ្ទាល់ខ្លួនបាទអត់យល់ដឹងក្នុងច្បាប់យល់ការយល់ដឹងរៀនបានសិក្សាហើយប៉ុន្តែអត់យកអាច្បាប់ដែលរៀននឹងយកមកអនុវត្តអញ្ចឹងយើងគួរតែរកមើលអានឹងអាជាក់លាក់អានឹងច្បាស់កំណត់ទៅលើបញ្ហាដែលកើតឡើងហើយដើម្បីយកមកដោះស្រាយវាអានឹងបានយើងអាចរកពីកំណត់បញ្ហានឹងបានហើយរត់កំណត់បញ្ហាទាំងអស់ហ្នឹងសិតតែមិនមែនមកក្នុងការគិតរបស់យើងដោយអត្តនោម័តពីយើងទេសិតយើងមានប្រភពច្បាស់លាស់អីចឹងទៅឧទាហរណ៍យើងសិក្សាអំពីប្រទេសណាសិង្ហបុរីម៉ាឡេស៊ីហេតុម៉េចបានប្រទេសគេអត់សូវមានគ្រោះថ្នាក់ចរាចរណ៍ហើយអត់ត្រូវមានការកកស្ទះដែលមានរបៀបរៀបរយដោយសារតែអីយោងទៅលើប្រទេសសិង្ហបុរីរាល់ផ្លូវឆ្លងកាត់ទាំងអស់សិតតែមានរាល់តែមានផ្លូវកែងឬក៏ផ្លូវ4មុខ4គេហៅថាផ្លូវខ្វែងផ្លូវឆ្លងគ្នាតែងតែមានភ្លើងស្តុបហើយនឹងមានស្ពានឆ្លងអានេះយើងលើកទាញអាហ្នឹងឃើញទេមិនមែនជាគំនិតយើងមិនមែនរបស់យើងនិយាយតែយើងតែទាញហេតុផលជាអំណាងមកនិយោងទៅលើសិង្ហបុរីម៉ាឡេស៊ីអីចឹងទៅឃើញទេអាហ្នឹងគេមើលគេស្ដាប់មើលយើងថាគ្រាន់តែយើងលើកឡើងមកអូសំហេតុផលគាត់លើកឡើងនិយាយមកមិនមែនដោយសារតែអារម្មណ៍របស់គាត់ទេគឺនិយាយគាត់បានទៅសិក្សាគាត់បានដឹងបានគេកាត់បន្ថយការស្ទះកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ទៅរកប្រភពបញ្ហាហ្នឹងតោះណាស្ទីវីបាទតន់ឆើបាទទៅទៀតអញ្ចឹងយើងប្រមូលព័ត៌មានទាំងអស់ហ្នឹងត្រូវតែគេហៅថា
information data evidence បាទព័ត៌មានហ្នឹងគឺត្រូវតែជាក់លាក់ច្បាស់លាស់ហៅថាទិន្នន័យហ្នឹងអាចជាទិន្នន័យមួយភស្តុតាងច្បាស់លាស់ដែលអាចយកមកប្រើប្រាស់បានបាទអញ្ចឹងយើងហេតុការនៅក្នុងទិន្នន័យដោយសារតែអីឧទាហរណ៍គេរកឃើញគ្រោះថ្នាក់ចរាចរណ៍ក្នុងស្រុកយើងមិនមែននិមន្តព្រះអង្គលោកទៅប្រោះទឹកទេគឺត្រូវកន្លែងហ្នឹងត្រូវមកពីអីកន្លែងហ្នឹងអត់មានភ្លើងស្តុបឧទាហរណ៍មួយមកពីអីគេកន្លែងហ្នឹងការឆ្លងកាត់ហ្នឹងវាអត់មានអីគេគំនូសច្បាស់លាស់ឧទាហរណ៍ផ្លូវវាទូចចឹងទៅអាហ្នឹងហើយយើងរកទិន្នន័យអារបាយការណ៍ហ្នឹងចោះ observe គេមើលតាមស្អីទៅវាទិន្នន័យមកពីអស់ហ្នឹងឯងអញ្ចឹងគួរតែធ្វើម៉េចបាទបរិយាផ្លូវកន្លែងហ្នឹងឲ្យមានភ្លើងស្តុបឲ្យមានផ្លូវឆ្លងកាត់ឲ្យមនុស្សថ្មើរជើងឆ្លងកាត់ផ្លូវហ្នឹងទៅវាកាត់បន្ថយការស្ទះវាកាត់បន្ថយការអីគេគ្រោះថ្នាក់ចរាចរណ៍ជាភស្តុតាងនឹងច្បាស់លាស់ទិន្នន័យរបាយការណ៍ហ្នឹងហើយនឹងជាក់លាក់ទៅបញ្ហាដែលយើងកំណត់បានមកទីនេះហើយយើងលើកឡើងអាគោលកំណត់មកពី critical thinking របស់យើងហ្នឹងគេមានហេតុផលម្នាក់នឹងក្មេងឆ្នាំទី3ទី4ចេះហេតុផលបាទគាត់រលើកឡើងនឹងដើម្បីកែប្រែហ្នឹងឲ្យកើតឡើងល្អប្រសើរនៅក្នុងជាតិបាទបន្ទាប់មកទៀតពាក់ព័ន្ធជាមួយយកវាមកបកស្រាយនេះបាទយើងហៅ interpretation ហើយនឹង inference បកស្រាយហើយនៅក្នុងការសន្និដ្ឋានវាឲ្យបានច្បាស់បកស្រាយវាទៅតាមបច្ចេកទេសរបស់យើងបាទបច្ចេកទេសបកស្រាយទៅតាមរបាយការណ៍របាយទិន្នន័យឬក៏យើងចាប់ផ្ដើមសន្និដ្ឋានកាលណារបាយការណ៍ច្បាស់លាស់ទិន្នន័យច្បាស់លាស់យើងសន្និដ្ឋានខុសយើងសន្និដ្ឋានត្រូវហ្នឹងមិនខុសទេទោះបីមិនបាន 100% ក៏វាបានច្រើនភាគរយដែរអានឹងអញ្ចឹងណាបាទអញ្ចឹងពាក់ព័ន្ធជាមួយនៅក្នុងទីនេះសំខាន់លើទិន្នន័យរបាយការណ៍ទេប្រមូលព័ត៌មានឲ្យបានច្បាស់បន្ទាប់មកទៀតទៅលើប្រើទស្សនៈ concept បាទអញ្ចឹងទស្សនៈ concept ហ្នឹងទៅលើអី concept នេះណា concept ហ្នឹងគឺជាគោលគំនិតឬក៏ជាគំនិតទស្សនៈប៉ុន្តែគំនិតទស្សនៈហ្នឹងគឺមិនមែនគំនិតរបស់យើងផ្ទាល់ទេគឺយោងទៅលើទ្រឹស្ដីណាមួយដែលនេះចឹងគេដាក់ theory ទ្រឹស្ដីរបស់ដោយលោកគ្រូលើកខាងដើមមិញចឹងថាទ្រឹស្ដីរបស់ Martin Luther King ដែលបានលើកឡើងថាជាទស្សនៈឬក៏ជាទ្រឹស្ដីរបស់ពុទ្ធសាសនាជាទ្រឹស្ដីរបស់ខុងជឺអីចឹងទៅជាទ្រឹស្ដីរបស់អ្នកនិស្សភៅនោះបានចងក្រងអីចឹងអាហ្នឹងទ្រឹស្ដីចឹងកំណត់ទៅលើនិយមន័យនៃពាក្យនឹងយើងគេមិនជឿយើងគេជឿទៅលើនិយមន័យនៃពាក្យថានីតិរដ្ឋបាទជារដ្ឋអីគេនីតិជនគេយល់ទៅលើនៅក្នុងការផ្ដល់ឲ្យនិយមន័យគំនិតរបស់យើងហើយមួយទៀតពាក់ព័ន្ធជាមួយទៅលើច្បាប់អីចឹងទៅច្បាប់ឬក៏គោលការណ៍ឬក៏ model អីជាដើម model លោកគ្រូចង់និយាយពាក់ព័ន្ធជាមួយនឹងបន្តិចឡើង model បានលើថាម៉េច model នេះគឺជាគំរូឧទាហរណ៍លោកគ្រូនិយាយមិនហ្នឹងថាធាតុផ្សំនៅក្នុងការគិតបើសិនជាចង់ការគិតបានស៊ីជម្រៅយករូបមន្តគឺថា model នេះឯងរបស់ Dr. Richard Paul ទាំង8នេះយកមកអនុវត្តទៅនឹងការគិតរបស់យើងនឹងមានការរីកចម្រើននឹងហើយគេហៅថា model ឡើយតើនេះឡើងនឹង TV តើឡើងនឹងឯងនេះ model នេះតើអត់តន់បាទអូខេទៅទៀតអញ្ចឹងយើងមើលនៅក្នុងចំណុចមួយលេខនេះយើងចាប់ផ្ដើមយកមកassumption ហ្នឹងគឺចាប់ផ្ដើមសន្និដ្ឋានបាទសន្និដ្ឋានបែបណាយើងសន្និដ្ឋានបានគឺការសន្មត់បានអាស្រ័យទៅលើរបាយការណ៍ទិន្នន័យចុះអង្កេតព័ត៌មានអញ្ចឹងដោយលោកគ្រូចង់បញ្ជាក់ខាងដើមបើសិនជាយើងសន្និដ្ឋានបានលុះត្រាតតែយើងប្រមូលព័ត៌មានដោយពិតប្រាកដដែលជាក់លាក់បាទដោយអាចជឿទុកចិត្តបានណាដែលអាចយកជាការបានណាអាហ្នឹងបានយើងអាចសន្និដ្ឋានបានឧទាហរណ៍ថាបើសិនជាយើងចុះទៅសម្ភាសនៅភូមិមួយបើសិនជាបងអូនសម្ភាសតែដើមភូមិចុងភូមិកណ្ដាលភូមិបងអូនអត់សម្ភាសទេអញ្ចឹងយើងកន្លែងហ្នឹងគឺការសន្និដ្ឋានរបស់យើងខុសហើយដោយសារតែយើងសម្ភាសតែ3 4 10នាក់យើងចាប់ផ្ដើមសន្និដ្ឋានឧទាហរណ៍ថាគ្រាន់តែម្នាក់បរទេសមកលេងស្រុកខ្មែរតែម្ដងស្រាប់តែមានការឆក់កបោបដួលម៉ូតូតែម្នាក់គាត់ចាប់ផ្ដើមត្រឡប់ទៅស្រុកគាត់វិញគាត់សន្និដ្ឋានថាគ្រាន់តែឃើញម្នាក់ដែលឆក់គាត់ថាស្រុកខ្មែរគឺ unsecurity អាហ្នឹងវាអត់ត្រឹមត្រូវទេគាត់
គាត់ចាប់ផ្ដើមសន្មត់ឲ្យគាត់ប្រមូលព័ត៌មានអត់ច្បាស់ស្រុកណាក៏វាមានចោរកម្មក៏មានចោរដែរស្រុកណាក៏វាមានមនុស្សមិនល្អដែរអាហ្នឹងជាចំណុចមួយណាយើងការសន្និដ្ឋានរបស់គាត់ហ្នឹងគឺសន្និដ្ឋានឲ្យប្រជាជនខ្មែរ17លាននាក់សិតតែមិនល្អសិតតែឆក់ទាំងអស់ចោលទាំងអស់អាហ្នឹងក៏មិនត្រូវដែរអញ្ចឹងបានគេថាការប្រមូលព័ត៌មានហេតុផលពឹងផ្អែកនៅក្នុងការហ្នឹងគឺត្រូវតែឲ្យច្បាស់លាស់ប្រកបវិជ្ជានឹងបានយើងអាចសន្មត់បានតន់អត់ឡើយហ្នឹងតន់ចា បាទតន់អូខេទៅទៀតពាក់ព័ន្ធជាមួយនឹងconsistent ហើយនឹង application អញ្ចឹងរាល់ការគិតទាំងអស់វាត្រូវតែមានហេតុផលរបស់វាហើយហេតុតែផលមិនកន្លែងនេះតាក់ទិនទៅលើផលលំបាកបើសិនជាយើងរកឃើញកំណត់បញ្ហាណាមួយហេតុវិញបានវាអត់កែប្រែបានមកពីយើងហេតុផលអីផ្សេងហើយមកពីបញ្ហាអីយើងប្រមូលព័ត៌មានអត់ច្បាស់យើងវិនិច្ឆ័យអត់ច្បាស់យើងសន្មត់អត់ត្រឹមត្រូវអីទាំងអស់ហ្នឹងមកពីអីមកពីយើងគ្រាន់តែយើងឃើញយើងចាប់ផ្ដើមថាវាអញ្ចឹងប៉ុន្តែហេតុផលអត់ទាន់ទេអាហ្នឹងអញ្ចឹងណាដល់ពេលយើងទៅសាប់ក៏យើងគ្រាន់តែឃើញនឹងភ្នែកយើងចាប់ផ្ដើមថារឿងហ្នឹងវាអញ្ចឹងប៉ុន្តែវាមិនមែនទេហ្នឹងអាចជាហេតុផលមួយដែលកើតឡើងណាយើងចាប់ផ្ដើមគ្រាន់តែឃើញមនុស្សមួយនិយាយលឺយើងចាប់ផ្ដើមថាមនុស្សហ្នឹងមនុស្សនិយាយមិនបានទេយើងនិយាយមិនល្អទេគាត់តែយើងឃើញអាសកម្មភាពជាអត្តចរិតរបស់មនុស្សហ្នឹងអញ្ចឹងសកម្មភាពរបស់មនុស្សហ្នឹងអញ្ចឹងយើងឲ្យគាត់មិនបើគាត់កើតមកគាត់អញ្ចឹងយើងចាប់ផ្ដើមសន្មត់អញ្ចឹងយើងចាប់ផ្ដើមហ្នឹងឯងជាហេតុផលមួយដែលយើងត្រូវប្រមូលព័ត៌មានអត់បានច្បាស់ដែលអត់មានភាពពាក្យតាក់ទិនឲ្យបានច្បាស់លាស់វាធ្វើឲ្យមានការផលលំបាកហើយដែលយើងថារបាយការណ៍ហ្នឹងយើងបានមកហេតុវាមិនយើងអត់អភិវឌ្ឍបានទៅជាច្រើនហេតុវាមិនយើងអត់កែប្រែវាបានមកពីចំណុចហ្នឹងឯងជាហេតុផលអាហ្នឹងគេថាទិន្នន័យបែបវិជ្ជមានអវិជ្ជមានដែលយើងយកមកបកស្រាយបាទចុងក្រោយ point of view ចំណុចចុងក្រោយអញ្ចឹង point of view និយាយអំពីទស្សនៈដែលយើងយកមកលាតត្រដាងអញ្ចឹងលោកគ្រូបានបញ្ជាក់ខាងដើមថាទស្សនៈដែលយើងបានយកមកបង្ហាញប្រាប់គេគឺមិនមែនជាទស្សនៈផ្ទាល់ខ្លួនរបស់យើងទេបានគេឲ្យដាក់ថាគឺត្រូវតែមានអីគេ reference បាទត្រូវតែមានការធានាអះអាងដកស្រង់ចេញពីអត្ថបទណាដកស្រង់ចេញពីរបាយការណ៍ណាដកចេញពីទស្សនៈអ្នកណាអញ្ចឹងលក្ខណៈមួយឧទាហរណ៍លោកគ្រូលើកឡើងហ្នឹងអញ្ចឹងបើសិនជាបងអូនចង់ឲ្យមានការគិតត្រេះរិះឲ្យបានស៊ីជម្រៅនៅក្នុងការគិតមិញហ្នឹងបងអូនរៀនអា chapter របស់លោកគ្រូនេះនឹងការគិតរបស់បងអូននឹងមានការផ្លាស់ប្ដូរក្នុងការគិតអញ្ចឹងមិនមែនកំណត់របស់លោកគ្រូទេលោកគ្រូមានរបាយការណ៍ slide ហ្នឹងឯងមេរៀនហ្នឹងបង្ហាញបងអូនថាលោកគ្រូយោងទៅលើមេរៀនរបស់លោកគ្រូដែលមានរបាយការណ៍សិក្សាស្រាវជ្រាវឆ្លងកាត់គ្រូបច្ចេកទេសឆ្លងកាត់ក្រសួងអប់រំត្រួតពិនិត្យបានដាក់ចេញជាកម្មវិធីសិក្សាគេទទួលស្គាល់ថាអាចជាគ្រប់គ្រាន់គុណវុឌ្ឍិជា academic មួយដែលអាចបង្រៀនទៅដល់សិស្សនិស្សិតឬក៏យុវជនជំនាន់ក្រោយបានឲ្យចេះការផ្លាស់ប្ដូរទៅលើគោលគំនិតដែលខ្ញុំយកមេរៀននឹងយកទៅ apply នៅក្នុងទីនេះតើអត់អូនតើទេតន់ចា បាទបន្ទាប់ហើយលោកគ្រូសុំសង្ខេបទៅវិញបន្តិចអញ្ចឹងលោកគ្រូសុំត្រឡប់មកវិញថារាល់ការគិតទាំងអស់ how to think when I think អញ្ចឹងពេលណាដែលយើងចង់គិតឲ្យបានស៊ីជម្រៅត្រូវចាំថារៀនបានខ្ពស់ក៏ដោយរៀនបានច្រើនក៏ដោយយល់ដឹងបទពិសោធន៍ច្រើនដោយបើសិនជាយើងអត់មានរូបមន្តក្នុងការគិតរបស់អ្នកប្រាជ្ញដែលគាត់ឲ្យខ្ញុំទេក៏នៅតែមានការកំហុសក្នុងការគិតដែរអញ្ចឹងគាត់ចង់បង្ហាញថាពេល how to think when I think ខ្ញុំគិតដូចកដិចពេលដែលខ្ញុំកំពុងតែគិតអីចឹងទៅអញ្ចឹងយើងយកទៅត្រូវដាក់គោលបំណងឲ្យបានច្បាស់លាស់ដែលលោកគ្រូបានបញ្ជាក់ខាងដើមមានផែនការវែងផែនការខ្លីបាទ long term និង short term 3ឆ្នាំ4ឆ្នាំយើងនឹងទទួលបានអីវិញបន្ទាប់ពីយើង plan របស់យើងនៅក្នុងទីហ្នឹងគោលបំណងហើយដាក់សំណួរខ្ញុំ I question at my issue បាទដាក់សំណួរទៅកាន់ខ្លួនឯងហើយដោះស្រាយបញ្ហាដោយខ្លួនឯងហេតុអីបានខ្ញុំត្រូវមករៀន4ឆ្នាំហ្នឹងហេតុអីដាក់សួរសំណួរសួរខ្លួនឯងនឹងជា case study យើងដាក់មកនៅលើខ្លួនឯងបាទបើយើងធ្វើការងារហេតុពេលយើងធ្វើការងារនឹងបាទប្រាក់ខែប៉ុណ្ណឹងហើយហេតុអីបានយើងរៀនជំនាញហ្នឹងយើងក៏ហេតុអីបានយើង
ត្រូវធ្វើនឹងរឿងនឹងអីចឹងយើងត្រូវដោះស្រាយដាក់សំណួរខ្លួនឯងនៅក្នុងទីនេះបាទបន្តមកទៀតយើងគឺត្រូវតែប្រមូលព័ត៌មានដែលពាក់ព័ន្ធគេថា I select the question បាទប្រមូលព័ត៌មានឲ្យបានច្បាស់ទៅនៃ data របាយការណ៍ឲ្យបានច្បាស់លាស់ដែលមានប្រភពមកពីណាជាក់លាក់អត់តើអ្នកនិយាយអ្នកណាអ្នកបកស្រាយរបាយការណ៍ហ្នឹងបោះពុំក្នុងឆ្នាំណាគេទទួលស្គាល់អត់អីចឹងទៅបាទបន្តមកទៀតគឺយកមកបកស្រាយបាទយកវាមកបកស្រាយមកបកស្រាយឲ្យបានត្រឹមត្រូវប្រកបដោយជំនាញហើយមកប្រើជាមួយនឹងទិន្នន័យខាងដើមហើយប្រើ concept ដែលលោកគ្រូមិញនេះ concept ហ្នឹងគឺមិនមែន concept របស់យើងទេគឺផ្នត់គំនិតទៅលើអ្នកណាអ្នកនិយាយរបាយការណ៍ហ្នឹងឯកសារហ្នឹងដូចយោងមិនអញ្ចឹង Martin Luther King អ្នកនិយាយមិនលោកគ្រូអ្នកនិយាយទេបាទអញ្ចឹងណាបាទយោងឡើង concept របស់អ្នកណាទស្សនៈរបស់អ្នកណាទស្សនៈរបស់ខុងជឺទស្សនៈរបស់សូក្រាតទស្សនៈរបស់អារីស្តូតទស្សនៈរបស់ព្រះពុទ្ធអីចឹងទៅបាទបន្តមកទៀតយើងចាប់ផ្ដើមយកវាមកសន្និដ្ឋានគេសន្និដ្ឋានបាទសន្និដ្ឋានបង្កើតវាមកសន្និដ្ឋានចាប់ផ្ដើមសន្មតសំទោសសន្មត assumption នឹងការសន្មតទាំងអស់ហ្នឹងគឺបានមកពីអីមកពីរបាយការណ៍ច្បាស់លាស់នេះតនន័យនេះព័ត៌មានដែលយើងមកចាប់ផ្ដើមរកពីហេតុផលរបស់វាហេតុអីបានយើងធ្វើឲ្យពិចារណាជាមួយហេតុផលធ្វើឲ្យមិនទទួលបានផលវាខ្វះហើយខ្វះទៅលើអីបំតិនន័យអត់ច្បាស់តែតិនន័យអត់ច្បាស់យើងបកស្រាយបលើហើយយើងស្ដាប់ពីអ្នកខាងមកទៀតបកស្រាយអត់ច្បាស់យើងម្នាក់ទៀតយើងយកនិយាយតគឺនិយាយអត់ច្បាស់ហើយអាហ្នឹងមកពីហេតុផលហ្នឹងហើយបាទចុងក្រោយគឺយើងប្រើទស្សនៈបាទ point of view នេះទស្សនៈបាទ I use my point of view មិនមែនទស្សនៈរបស់យើងផ្ទាល់ខ្លួនទេគឺយកទ្រឹស្ដីរបស់យកពី reference ឯកសារពាក់ព័ន្ធមួយណាមកច្បាស់ខ្ញុំគិតថាអញ្ចឹងប៉ុន្តែយោងទៅលើរបាយការណ៍នេះដែលគេនិយាយដូចខ្ញុំនៅក្នុងឆ្នាំនេះដែរនៅក្នុងសតវត្សនេះនៅក្នុងខែនោះក្នុងនេះមិនមែនជាគំនិតរបស់យើងដែលយើងលើកឡើងតែខ្លួនឯងណាអាហ្នឹងហើយជាចំណុចមួយដែលមកពីសមាសធាតុនៅក្នុងការគិតគេហៅថា element of thought របស់ Dr. Richard Paul អូខេមិនដែរ TV តន់អត់តន់ទេបាទមានអីសួរលោកគ្រូទេបាទមានអីសួរអត់អត់ហងអត់ទេតែសួរថាតន់អត់ហើយយល់អត់យល់ចាបាទយល់អូខេបើយល់ហើយចេះអញ្ចឹងលោកគ្រូឲ្យhomework មួយឃើញ homework អត់ឃើញចាបាទអូខេអញ្ចឹងលោកគ្រូឲ្យ homework មួយTV ឆ្លើយដែលលោកគ្រូបញ្យល់មិញហ្នឹង TV ឆ្លើយមិនក៏បានដែរជាភាសាខ្មែរក៏បានភាសាអង់គ្លេសក៏បានអាស្រ័យលើ TV ណាបាទអញ្ចឹង homework របស់TV នៅក្នុងអាចថតក៏បានលោកគ្រូចាំលោកគ្រូកាត់ឲ្យកាត់ដាក់ក្នុង group បាទថែមអញ្ចឹង TV អាចធ្វើ homework នឹងនៅផ្ទះចោះហើយ submit ឲ្យលោកគ្រូស្អែកឬក៏ខាងស្អែកក៏បានដែរស្អែកឬក៏ខាងស្អែកណាតែលោកគ្រូត្រូវកំណត់ដោយសារតែយើងមានតែ3សប្តាហ៍ជួបគ្នាអញ្ចឹងណាអញ្ចឹងធ្វើម៉េចកុំឲ្យលឿន deadline លោកគ្រូដើម្បីលោកគ្រូបូកបន្ទុកអីជូន TV អីវិញដែរអញ្ចឹងណាបាទទៅបាទអញ្ចឹង TV អាចមានអីសួរលោកគ្រូសួរវិញពាក់ព័ន្ធមួយនឹង homework ឡើងហ្នឹងបាទសួរលេងតែមួយសំណួរទេបាទ homework 1ហ្នឹងតែមួយសំណួរទេឆ្លើយមិនក៏បានដែរឆ្លើយជាភាសាខ្មែរក៏បានអង់គ្លេសក៏បានដែរអាចឆ្លើយខ្មែរបាទឆ្លើយខ្មែរចាស់បាទអញ្ចឹងយើងក៏ឆ្លើយខ្មែរលោកគ្រូសុំបកឡើងហ្នឹងឲ្យបន្តិចថាអ្វីទៅគឺជាសមាសជាធាតុផ្សំនៅក្នុងការគិតរបស់ការគិតត្រេះរិះពិចារណាឲ្យបានស៊ីជម្រៅបាទទៅលើ Dr. Richard Paul ដែលគ្រូលើកឡើងមកអញ្ចឹងតែគ្រូអត់បានដាក់ឈ្មោះគាត់តែលោកគ្រូសុំមកនេះ reflectively ហ្នឹងសុំឲ្យឆ្លោះបញ្ចាំងមួយចំណុចបន្តិចអញ្ចឹងណាសុំឆ្លោះបញ្ចាំងបញ្យលបន្តិចទៅទាហរណ៍គោលបំណងនឹងអីគេអញ្ចឹងទៅខាងដើមហ្នឹងបាទតោះហ្នឹងណាបាទចាបាទហ្នឹង homework របស់លោកគ្រូអញ្ចឹងប៉ុណ្ណឹង TV អត់មានអីនេះទេ TV ក៏អាចសម្រាប់ចេញលេងបាទជួបគ្នាបន្តិចទៀតអត់ចាអូខេមិនក៏បានដែរចាបាទមិនក៏បានដែរអូខេអញ្ចឹងចេញ
tranh lên sẵn chắc chẳng là cụ ở đây thế hay thì vì ai xem ra sẵn dương chạm chụp nên là mong thì biến á xong chụp mong thì bí chụp tách ở đây thế tam tách ở cụ ơi nên thì dương chạm tập to nó sắp đạt khỏi chẳng homework nó bạch ra thế ai khăn ai của bạn tay còn oi lực từ đó bây giờ tết bé tết anh ở ởตัวnày sắp bị đại kia ởตัวnó nè bà trầm sai được khăn sai nha oi lực cụ ok ởคุณนะthì vì លោក ở គ្រូ คุณបាទបាទបាទ សុំមេរៀននឹងក្នុងទុកមើល បាទចាំលោកគ្រូសិនចាំលោកគ្រូសិនណាបាទចាំលោកគ្រូ ចា សិន គ្រូចា បាទអរគុណយ៉ាងយើងទៅណាចាំចូលមកទី2ចុះបាទ ចាលោកគ្រូ បាទ